សំណេរបែបខ្ចីអំណាចអត្ថបទនេះដកស្រង់ចេញពីគេហទំព័រអ្នកនិពន្ធកម្ពុជាអ្នកនិពន្ធជាបុគ្គលប្រកបដោយគុណតម្លៃនិងពោរពេញទៅដោយភាពសំខាន់យ៉ាងខ្លាំងក្នុងសង្គមនីមួយៗព្រោះអ្នកនិពន្ធនេះហើយដែលជាអ្នកតាក់តែងបង្កើតនៃស្នាដៃល្អៗប្រកបដោយគុណតម្លៃសម្រាប់បុគ្គលគ្រប់វិស័យជាតិសំខាន់យកទៅសិក្សារៀនសូត្រទាញយកនៅចំណេះដឹងពង្រឹងពង្រីកទាំងសមត្ថភាពខ្លួនផងនិងសម្រាប់យកទៅអនុវត្តលើការងារផ្សេងៗក្នុងវិស័យជាតិសំខាន់ទាំងឡាយនោះឲ្យកាន់តែមានភាពរីកចម្រើនទៅមុខឲ្យមើលឃើញពីភាពសំខាន់ចាំបាច់របស់អ្នកនិពន្ធនេះហើយទើបបានជាលោកឡាំលីនដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូបនៅកម្ពុជាបច្ចុប្បន្នបានសរសេរនៅអត្ថបទដ៏សំខាន់មួយឡើងមានចំណងជើងថាសំណេរបែបខ្ចីអំណាចជាអត្ថបទដែលស្ដីសង្គមគ្រប់រូបគួរតែអានជាពិសេសអ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធនិងចង់មានសមត្ថភាពអាចនិពន្ធស្នាដៃល្អប្រកបដោយគុណតម្លៃដូច្នេះគេហទំព័រអ្នកនិពន្ធកម្ពុជាយើងខ្ញុំសង្ឃឹមថាអត្ថបទដ៏ល្អមួយនេះមកជានឹងអាចជួយបំភ្លឺផ្លូវលើវិថីរបស់អ្នកឲ្យកាន់តែចិញ្ចែកដូចអ្វីដែលអ្នកប្រាថ្នាយ៉ាងប្រកបឲ្យតែអ្នកអាចអនុវត្តតាមការណែនាំរបស់លោកដោយដែលលោកបានបង្ហាញទាំងស្រុងក្នុងអត្ថបទខាងក្រោមដូចតទៅយុវជនដែលបានអានអត្ថបទនេះគឺប្រៀបដូចទទួលបានពន្លឺមួយដែលអាចបើកផ្លូវបង្ហាញឲ្យយើងទទួលបានគំនិតវិធីសាស្ត្រឧបាយនិងសិល្បៈក្នុងការបញ្ចេញគំនិតឬការយល់ឃើញរបស់ខ្លួនតាមរយៈសំណេរគំនិតរបស់ខ្ញុំតាំងពីដើមរៀងមកខ្ញុំហាក់នៅមានចិត្តតាក់ស្ទើរនឹងការចែករំលែកនៅឧបាយនៃការសរសេរអត្ថបទបែបនេះមូលហេតុគឺដោយសារតែខ្ញុំបារម្ភខ្លាំងថាស្នេហ៍ដែលមានចរិតមិនទាន់ចាស់ទុំនិងប្រើប្រាស់ឧបាយសរសេរអត្ថបទបែបនេះខុសផ្លូវដោយពុំបានគោរពទៅតាមគោលការណ៍សុចរិតធម៌សិលធម៌គុណធម៌និងផលប្រយោជន៍រួមវិជាជាអំណាចតែបើវិជារំដោះអំណាចគឺហៅថាពេលវិជាអាចត្រឡប់ទៅជាពេលបើកាលណាមនុស្សប្រើប្រាស់ចំណេះដឹងខុសសិលធម៌និងមិនគិតគូរពីគោលការណ៍នៃប្រយោជន៍រួមចំណេះវិជាបើកាន់តែខ្ពស់គឺកាន់តែគ្រោះថ្នាក់ដោយមិនថាជាគ្រោះសម្រាប់សង្គមឬជាគ្រោះថ្នាក់សម្រាប់ខ្លួនឯងទេត្បិតបើយើងប្រើប្រាស់មិនស្របនឹងគោលការណ៍ត្រឹមត្រូវមនុស្សមានវិជាកាលបើមិនមានសេចក្តីល្អក្នុងខ្លួនទេគឺនឹងយកវិជាទៅប្រើប្រាស់ក្នុងផ្លូវខុសចាក់ជាមិនខានតើហេតុអ្វីខ្ញុំនិយាយពីសេចក្តីល្អខាងក្នុងសុចរិតធម៌សិលធម៌គុណធម៌មុនចូលដល់ខ្លឹមសារទៅចម្លើយនៃសំណួរខាងលើនេះគឺត្រូវឆ្លើយបែបចោទសួរត្រឡប់ទៅវិញថាតើហេតុអ្វីយើងចង់ខ្លាយខ្លួនទៅជាអ្នកនិពន្ធឬជាស្នេហ៍សំណួរដែលបានសួរគឺជាចម្លើយការធ្វើកិច្ចការអ្វីមួយគឺត្រូវការហេតុផលសមស្របជាហេតុផលពិតប្រាកដមិនមានហេតុផលបែបសោកសម្បកដូចឈើគ្មានខ្លឹមកិច្ចការដែលលំបាកបំផុតនេះជាកិច្ចការដែលធ្វើយកមែនទែនធ្វើដោយមានបុព្វហេតុត្រឹមត្រូវធ្វើដោយពិតប្រាកដមិនមែនធ្វើតាមអារម្មណ៍តែម្យ៉ាងទេកិច្ចការដែលងាយបរាជ័យបំផុតគឺជាការងារដែលយើងចង់ធ្វើក្នុងន័យផ្សេងជាពិសេសចង់ព្រោះឃើញប្រយោជន៍ចង់បានមុខមាត់ចង់ល្បីឈ្មោះចង់ព្រោះតណ្ហាតើយើងចង់ធ្វើជាអ្នកនិពន្ធព្រោះអ្វីតើយើងចង់សរសេរព្រោះអ្វីតើងារជាអ្នកនិពន្ធមានប្រយោជន៍អ្វីចំពោះយើងឬក៏ចំពោះសង្គមឬក៏មានប្រយោជន៍អ្វីខ្លះដល់យើងផងនិងដល់សង្គមផងតើយើងបានត្រៀមខ្លួនរួចរាល់កម្រិតណាតើយើងមានឆន្ទៈពិតកម្រិតណាតើយើងហ៊ានប្រឈមនឹងបញ្ហាជាក់ស្ដែងកម្រិតណាតើយើងស្គាល់ខ្លួនឯងច្បាស់ក្នុងកម្រិតណាមុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺយើងត្រូវសួរខ្លួនឯងឲ្យអស់សិនត្បិតបើយើងកាន់តែសួរខ្លួនឯងច្រើនប៉ុណ្ណាយើងក៏នឹងមានបុព្វហេតុត្រឹមត្រូវពិតប្រាកដប៉ុណ្ណោះដែរតើអ្វីជាសំណេរបែបខ្ចីអំណាចឬខ្ចីឥទ្ធិពលអ្នកដទៃសំណេរបែបខ្ចីអំណាចវាប្រៀបដូចជាការជជែកដេញដោលផ្ទាល់មាត់ដែលពាក់ព័ន្ធនឹងការធ្វើឲ្យអ្នកដទៃសុខចិត្តស្របតាមឬមិនស្របតាមពេលយើងចង់និយាយពីប្រធានបទមួយតើយើងត្រូវធ្វើបែបណាទើបអ្នកដទៃជឿតាមនិងស្របតាមមែនតើវិធីសាស្ត្រសរសេរបែបនេះវាក៏មិនខុសពីការជជែកដេញដោលផ្ទាល់នោះដែរការជជែកដេញដោលទាំងឡាយគឺក្នុងគោលបំណងធ្វើឲ្យអ្នកស្ដាប់ទទួលយល់ស្របឬមិនយល់ស្របនៅអ្វីដែលយើងចង់បង្ហាញឬអះអាងក្នុងសំណេរខ្ចីអំណាចគឺអ្នកនិពន្ធត្រូវការអំណាច3ធំអំណាចទី1គឺអំណាចនៃតល័យកដែលមានលក្ខណៈជាតក្កវិទ្យា logic ជាភស្តុតាងជាក់ស្ដែងស្ថានភាពជាក់ស្ដែងប្រតិស័កជាក់ស្ដែងដែលអ្នកអានហើយប្រកែកមិនបានបើសរសេរពីប្រវត្តិសាស្ត្រគឺត្រូវមានភស្តុតាងជាក់ស្ដែងមកបង្ហាញទីតាំងកើតហេតុជាក់ស្ដែងមកអះអាងឬជាវត្ថុតាំងជាក់ស្ដែងមកធ្វើជាតល័យកអំណាចទី2គឺអំណាចនៃឥទ្ធិពលឬប្រាជ្ញាដែលសំដៅទៅលើការប្រើប្រាស់គំនិតរបស់អ្នកមានឥទ្ធិពលក្នុងសង្គមបុរាណឬសម័យគំនិតរបស់អ្នកមានឥទ្ធិពលអាចជាអ្នកប្រាជ្ញមនុស្សមានអំណាចមនុស្សដែលសង្គមទទួលស្គាល់អំណាចទី3គឺជាអំណាចនៃការបញ្ចុះបញ្ចូលឬការលួងលោមអ្នកអានឲ្យជឿតាមឲ្យស្របតាមឬប្រឆាំងអ្វីដែលបានលើកមកបង្ហាញហើយចរិតលក្ខណៈបែបមនោគមវិជ្ជាការសរសេរសំឡេងខ្ចីអំណាចគឺត្រូវមានធាតុទាំង3ខាងលើត្បិតបើយើងចង់សរសេរពីអ្វីគឺត្រូវមានគំនិតគ្រប់គ្រងយកកលៈទេសៈជាក់ស្ដែងមកបង្ហាញដែលអាចឲ្យអ្នកអានគ្រប់គ្រងឬបញ្ចុះបញ្ចូលបែបចិត្តសាស្ត្ររុញឲ្យអ្នកអានយល់ស្របឬមិនយល់ស្របតាមចេតនារបស់យើងក្នុងនាមជាអ្នកនិពន្ធហេតុអ្វីត្រូវការឧបបាយក្នុងការសរសេរអ្នកដែលមានសមត្ថភាពសរសេរសំឡេងបែបខ្ចីអំណាចបានលុះត្រាតែជាស្មេដែលមានចំណេះដឹងច្រើនគួរសម
ដឹងប្រភពគំនិតយ៉ាងសម្បូរបែបបានស្រាវជ្រាវគំនិតច្រើនប្រភពមានការចងចាំនៅគំនិតនានាឲ្យបានច្បាស់លាស់ល្អស្គាល់កលៈទេសៈជាក់ស្ដែងព្រមទាំងអាចច្របាច់គំនិតជាមួយកលៈទេសៈសង្គមជួលគ្នារួចហើយវិភាគឲ្យបានស៊ីជម្រៅរហូតបង្កើតបានជាគំនិតថ្មីដែលអាចពិចារណាបានជានឹងសាកល្បងបកស្រាយក្នុងន័យចិត្តសាស្ត្រឬធម្មជាតិនៃចិត្តរបស់មនុស្សសត្វមាន់ចូលចិត្តអង្គឬចំណីលើដីត្បិតទោះបីយើងយកដុំមាសទៅបោះលើដីតែសត្វមាន់នឹងជ្រើសរើសយកក្របអង្គចំពោះធម្មជាតិនៃមនុស្សក៏ស្រដៀងគ្នាដែរត្បិតបើមនុស្សណាមានលក្ខណៈបែបណាមានចរិតបែបណាមានចំណង់ចំណូលចិត្តបែបណាខ្លួនគេក៏នឹងពេញចិត្តចាប់យកឬជ្រើសរើសរបស់នោះទៅតាមចិត្តខាងក្នុងរបស់ខ្លួនឧទាហរណ៍មានមនុស្ស3នាក់ជាអ្នកមើលរឿងសាមកុកដូចគ្នាហើយម្នាក់សុទ្ធតែមានចរិតលក្ខណៈដែលជាសន្តានខុសៗគ្នាបើមនុស្សម្នាក់ជាមនុស្សមានល្បិចច្រើនមានអាកប្បកិរិយាមនុស្សមានកលកាលបើបានមើលរឿងសាមកុកគឺនឹងចាប់យកចំណុចល្បិចកលពីក្នុងរឿងឬបើមនុស្សណាមានចរិតលក្ខណៈជាមេដឹកនាំក៏នឹងមើលឃើញចំណុចនៃភាពជាអ្នកដឹកនាំហើយចាប់យកចំណុចនៃភាពជាអ្នកដឹកនាំពីក្នុងរឿងប៉ុន្តែបើអ្នកណាម្នាក់មានចរិតលក្ខណៈជាអ្នកសាសនាគឺនឹងមើលឃើញចំណុចអប់រំផ្លូវចិត្តពីក្នុងរឿងនេះជាឧទាហរណ៍ដ៏ងាយយល់អំពីចរិតធម្មជាតិឬសន្តាននៃមនុស្សម្នាក់ជាធម្មជាតិមនុស្សបុគ្គលគិតអ្វីគឺនឹងនិយាយនោះបុគ្គលនិយាយបែបណានឹងផ្ចង់កាយវិការធ្វើនៅសកម្មភាពនោះបុគ្គលធ្វើសកម្មភាពណាគឺនឹងមានវាសនាបែបនោះតាមមានតំណែងគ្នាបែបណារវាងគំនិតនិងមនុស្សដែលបង្ហាញគំនិតលើលោកយើងនេះពុំមានបុគ្គលណាម្នាក់អាចបដិសេធថាមិនបានរៀនសូត្រពីអ្នកប្រាជ្ញឬបុគ្គលពីអតីតកាលទេពីព្រោះពុំមានបុគ្គលណាម្នាក់កើតមកចេះស្រាប់មិនសោះឡើយមនុស្សដែលបដិសេធគម្ពីរក្បួនខ្នាតចោលគឺច្រើនជាមនុស្សគិតអ្វីធ្វើអ្វីទៅតាមទំនឹងចិត្តគ្មានផែនការគ្មានគោលការណ៍ក្នុងការសិក្សារៀនសូត្រយើងជាមនុស្សសម័យថ្មីរមែងរៀនសូត្រតគ្នាពីអ្នកចំនួនមុនឬពីអ្នកចេះដឹងដែលបានស្លាប់បាត់ហើយក្នុងពិភពនៃសំណេរឬចំណេះដឹងនៃពិភពលោកទាំងអស់យើងត្រូវមើលប្រភពដើមនៃវប្បធម៌ឬសាសនាត្បិតដោយសារសង្គមខ្លះមានវប្បធម៌ប្រកាន់យកសាសនាព្រះពុទ្ធអញ្ចឹងទើបសំណេរឬចំណេះដឹងឬរបៀបរបបសង្គមក៏មានប្រលឹងបែបពុទ្ធនិយមដែរបើប្រភពវប្បធម៌ជាគ្រឹះសាសនាគឺសំណេរចំណេះដឹងការផ្សព្វផ្សាយឬផ្នត់គំនិតឬរបៀបរបបរស់នៅក៏មានប្រលឹងបែបគ្រឹះសាសនាដែរតួយ៉ាងដូចជាអ្នកប្រាជ្ញខ្មែរយើងពីបុរាណសម័យដែលទទួលឥទ្ធិពលពីឥណ្ឌានិងពីទ្រឹស្ដីពុទ្ធនិយមក៏មានប្រលឹងបែបពុទ្ធនិយមឬផ្នត់គំនិតបែបព្រហ្មញ្ញសាសនាដូចគ្នាដែរគំនិតទាំងឡាយនឹងត្រូវបានច្នៃប្រឌិតនិងនវានុវត្តន៍ឲ្យត្រូវតាមសម័យកាលនិងស្របតាមកលៈទេសៈសង្គមជាក់ស្ដែងនេះមានន័យថាគំនិតចាស់បូកនឹងគំនិតថ្មីបង្កើតបានជាលទ្ធផលដោយឡែកផ្សេងមួយទៀតនឹងអាចប្រើការបានក្នុងកាលជាក់ស្ដែងតើអ្វីជាសនុគំនិតឬសម្បកគំនិតនៅពេលណាយើងបានសិក្សាពីចរន្តគំនិតប្រភពគំនិតនិងកលៈទេសៈគំនិតគឺយើងនឹងចេះស្ទាបស្ទង់ច្នៃប្រឌិតគិតបែបថ្មីលៃឲ្យគំនិតរត់ចេញទៅខួរក្បាលមនុស្សឬចរិតមនុស្សក្នុងសង្គមជាធម្មតាសំណេរដែលល្អគឺត្រូវការគំនិតល្អពីព្រោះគំនិតជាក្លឹមនៃសំណេរប្រៀបដូចជាក្លឹមមនុស្សស្ថិតនៅត្រង់ចំណេះវិជ្ជារីឯវិធីសាស្ត្រខ្ជាគំនិតឧបាយបង្ហាញគំនិតគឺប្រៀបនឹងសម្បកសម្រាប់ស្រោបគំនិតពេលណាយើងមានគំនិតច្រើនយើងអាចខ្ជាគំនិតតាមឧបាយជាច្រើនដូចជាតាមរយៈកំណាព្យតាមរយៈប្រឡំលោកតាមរយៈអត្ថបទពាក្យរាយតាមរយៈការនិយាយតាមរយៈការឆ្លាក់ជាចម្លាក់គំនិតស្នូលនៅតែជាគំនិតស្នូលរីឯវិធីបញ្ជ្រាបគំនិតគឺមានច្រើនរបៀបច្រើនវិធីសាស្ត្រប្រៀបដូចជាតាមថ្នោតមួយដើមត្បិតបើយើងចង់យកផ្លែទៅធ្វើនំក៏បានឬយកស្លឹកទៅប្រក់ដំបូលផ្ទះក៏បានឬយកដើមទៅធ្វើឈើក៏បានឬគៀបយកទឹកត្នោតក៏បានឬកូរទឹកត្នោតធ្វើជាស្ករត្នោតក៏បានខ្ញុំចង់ប្រៀបធៀបនឹងគំនិតមេឬខ្លឹមគំនិតឬស្នូលគំនិតត្បិតថាបើទោះបីយើងចង់យកគំនិតទៅបង្ហាញជាលក្ខណៈប្រឡំលោកក្តីឬកំណាព្យក្តីឬជាអត្ថបទបែបណាក៏បានដែរតែអ្វីដែលសំខាន់គឺជាគំនិតស្នូលឬខ្លឹមគំនិតខាងក្នុងឯនោះទេដែលជាប្រលឹងនៃសំណេរគំនិតស្នូលឬគំនិតមេឬខ្លឹមគំនិតប្រៀបដូចជាវត្ថុធាតុដើមអញ្ចឹងហើយទើបខ្ញុំមានទស្សនៈថាអ្នកនិពន្ធត្រូវតែជាអ្នកអានច្រើនសិក្សាស្រាវជ្រាវគំនិតច្រើនប្រភពនិងយល់ពីកលៈទេសៈប្រើប្រាស់គំនិតឲ្យបានត្រឹមត្រូវតើអ្វីជាខ្លឹមសារស្នូលនៃអត្ថបទនេះអ្នកប្រាជ្ញមានច្រើនគំនិតមានច្រើនសាសនាមានច្រើនបើមួយជ្រៅទៅក្នុងការរៀនសូត្រមួយជ្រៅក្នុងការស្វែងរកមួយជ្រៅក្នុងការស្រាវជ្រាវនិងមួយជ្រៅក្នុងការចំណាយពេលវេលាឆ្វេងយល់គឺយើងនឹងជួបគំនិតយ៉ាងច្រើនប្រៀបដូចជាសមុទ្រដែលកម្រនឹងរីកស្ងួតបរិមាណដ៏ច្រើននៃគំនិតនេះហើយទើបធ្វើឲ្យយើងមានជំរើសចាប់យកគំនិតមកសរសេរបើយើងជាមនុស្សល្អយើងនឹងចាប់យកគំនិតល្អដើម្បីសរសេរតែបើយើងជាមនុស្សមិនល្អទេគឺយើងនឹងចាប់យកគំនិតមិនល្អមកសរសេរសម្ដីបែបខ្ចីអំណាចនេះវាមានលក្ខណៈគ្រោះថ្នាក់សម្រាប់អ្នកនិពន្ធដែលមិនស្គាល់ខ្លួនឯងមិនស្គាល់ចរិតមនុស្សក្នុងសង្គមនិងមិនមានចំណេះដឹងសង្គមវិទ្យាជាក់ស្ដែងធម្មជាតិអ្នកអានក្នុងសង្គមយើងគឺងាយលងជឿគំនិតទាំងឡាយណាដែលសន្មតថាជាគំនិតបុគ្គលអ្នកល្បីៗជាគំនិតអ្នកប្រាជ្ញឬគំនិតទស្សនវិទូជាគំនិតមេសាសនាធំៗប៉ុន្តែតាមការពិចារណារបស់ខ្ញុំគឺថាមិនមែនឲ្យតែគំនិតអ្នកប្រាជ្ញឬសុទ្ធតែមានគំនិតត្រឹមត្រូវទាំងអស់ទេគំនិតខ្លះវាមិនខុសទេតែខុសតែកលៈទេសៈជាក់ស្ដែងប៉ុណ្ណោះគំនិតខ្លះទៀតមិនត្រឹមត្រូវទាំងអស់ទេតែវាអាចប្រើបានតែមួយឬពីរកលៈទេសៈប៉ុណ្ណោះការអានសម្ដីបែបខ្ចីអំណាចគឺត្រូវការអ្នកអានដែលចេះពិចារណាខ្ពស់បំផុតហើយអ្នកនិពន្ធខ្លួនឯងក៏ត្រូវជាអ្នកមានការសិក្សាស្រាវជ្រាវបែបស៊ីជម្រៅផងដែរក្នុងនាមជាអ្នកនិពន្ធយើងត្រូវដឹងថាគំនិតណាគួរយកមកសាបព្រោះក្នុងសង្គមហើយគំនិតណាមិនគួរយកមកសាបព្រោះពេលណាគួរគំនិតណា
អាចសាបព្រោះបានឬពេលណាគួរកំណត់ណាមិនគួរសាបព្រោះបានជាដើមអ្នកនិពន្ធដែលសរសេរសំឡេងបែបខ្ចីអំណាចអ្នកដទៃឬខ្ចីអំណាចអ្នកប្រាជ្ញគឺគួរតែព្យាយាមសិក្សាឆ្វេងយល់ឲ្យបានច្រើនពីជំរឿសាសនាទស្សនវិជ្ជាភាពជាអ្នកដឹកនាំសង្គមវិទ្យាច្បាប់ជាក់ស្ដែងរបស់រដ្ឋជាពិសេសគួរអានព្រះត្រៃបិដកខ្មែរអានគម្ពីរប៊ីបអានគម្ពីរគួរអាននិងឆ្វេងយល់ពីភាសិតឬគំនិតក្នុងព្រហ្មញ្ញសាសនាតើអ្នកនិពន្ធបែបណាគួររៀនសរសេរសំឡេងបែបខ្ចីអំណាចការអានសៀវភៅឬគម្ពីរសាសនាបានច្រើនវាជួយអ្នកនិពន្ធឲ្យយល់ពីកលៈទេសៈនៃគំនិតការមិនប្រកាន់មាំហួសចំពោះគំនិតឧបាទានឬការប្រកាន់មាំគឺជាគ្រឿងនាំឲ្យមនុស្សអវិជ្ជាកើតក្តីប្រមាថសាសនាដទៃជាប់ក្នុងទ្រង់មាសនៃគំនិតចេញមិនផុតទៅដល់ព្រៃនៃឥស្រភាពជីវិតដោយទស្សនៈបែបពុទ្ធនិយមខ្មែរយើងថាមានអវិជ្ជាជាប្រភពងងឹតដោយយប់គ្រប់វេលាអ្នកនិពន្ធវ័យក្មេងគួរសរសេរសំឡេងបែបនេះជាដំបូងពីព្រោះនេះជាវិធីរៀនសូត្រម្យ៉ាងដែរដែលយើងអាចរៀនសរសេរផងថ្នឹកនឹងការរៀនគិតផងនិងរៀនស្រាវជ្រាវផងក្នុងស្ថានភាពខ្លះទៀតពេលណាយើងមានគំនិតច្រើននិងប្រភពគំនិតច្រើនពួកការស្រាវជ្រាវទោះយើងចង់សរសេរខ្ចីអំណាចអ្នកប្រាជ្ញក៏បានឬចង់សរសេរបែបគំនិតខ្លួនឯងក៏បានដែរក្រៅពីនេះសម្រាប់បញ្ញវន្តថ្នាក់ខ្ពស់គឺប្រហែលជាចូលចិត្តការសរសេរបែបសំយោគគំនិតច្រើនជាងគំនិតខ្លះមិនឆ្ងាយពីគំនិតបុរាណឬខ្លឹមគំនិតពីអតីតកាលទេតែអាចខុសពាក្យពេចន៍ឬដោយវិធីតែងកំណាព្យកបីមានជំនាញខាងពាក្យណៃណងប្រដំចុងជួនពីរូបភាសាទោះយើងជាអ្នកនិពន្ធក៏ដោយឬជាអ្នកអានក៏ដោយឬជាអ្នករៀនសូត្រក៏ដោយគឺត្រូវប្រកាន់ខ្ជាប់គោលការណ៍ធ្វើទង្វើជាក់ស្ដែងក្រោយពីមានចំណេះដឹងហើយជៀសវាងការទាស់ទែងគ្នានិងគំនិតច្រើនគឺពិបាករកខុសរកត្រូវឲ្យប្រកបណាស់តែលក្ខខណ្ឌដែលកំណត់ថាគំនិតមួយត្រូវពិតប្រាកដគឺជាលទ្ធផលល្អនៃការអនុវត្តគំនិតនៅចំណុចគំនិតនិងលទ្ធផលគឺជាសកម្មភាពចូលរកឱកាសធ្វើសកម្មភាពជាក់ស្ដែងបើយើងជាអ្នកមានចំណេះដឹងចុងក្រោយបំផុតយើងមិនគួរយកចំណេះដឹងមកដាក់ឲ្យខ្ពស់ជាងតម្លៃនៃបេះដូងដ៏បរិសុទ្ធទេសូមឲ្យអត្ថបទនេះក្លាយទៅជាប្រយោជន៍សម្រាប់យុវជនដែលមានបំណងចង់ក្លាយទៅជាអ្នកនិពន្ធខ្ញុំសូមបញ្ជាក់ម្ដងទៀតថាតម្លៃនៃចំណេះដឹងគឺស្ថិតនៅលើសីលធម៌សុជីវធម៌រស់នៅគុណភាពនៃជីវិតនិងការបានជាទីពឹងចំពោះអ្នកជំនាន់ក្រោយប្រឹងរៀនសូត្រធ្វើយ៉ាងណាឲ្យស្គាល់ខ្លួនច្បាស់ដឹងផ្លូវខ្លួនឯងត្រូវទៅព្រោះមិនអញ្ចឹងទេយើងនឹងវង្វេងប្រឹងប្រែងរៀនប្រឹងប្រែងស្រាវជ្រាវសហការគ្នាធ្វើការសំខាន់